តាមួយថ្ងៃនេះពុកម៉ែបងប្អូនបន្ទាប់ពីយើងបញ្ចប់នៃការងារយើងនៅក្នុងទឹកដីនៅខេត្តព្រះវិហារហើយក៏ឆ្លៀតមករំហាយកាយដើម្បីឲ្យស្រស់ស្រាយអារម្មណ៍ណានៅកន្លែងនេះគេហៅថាអីគេអាកាសខ្យាភ្នំនៅជើងភ្នំត្បែងយើងណាពុកម៉ែបងប្អូននៅទឹកដីខេត្តព្រះវិហារណាជារួមការរៀបចំស្អាតមែនតើពុកម៉ែបងប្អូនការរៀបចំស្អាតដូចទោះបីតែកន្លែងលក់បុកល្ហុងគាត់នៅខាងនោះស្អាតការតាប់តៃមិនគាត់មានយល់ទៅរបៀបតែគេបង្វិលគេណាបុរាណណាគេឡើងជិះ4នាក់អញ្ចឹងទៅគេឡើងទៅមើលកន្លែងមានម្នាក់ទៀតទៅពុករត់បង្វិលទៅដើម្បីបង្វិលឲ្យសុបាយវាអញ្ចឹងណាមួយយ៉ាងហ្នឹងទៅការរៀបចំគាត់ស្អាតមែនតើបងប្អូនព្រោះដោយសារតែខ្ញុំបញ្ចប់ការងារហើយណាមួយកន្លែងការងារយើងនៅហើយនៅកន្លែងនេះគឺវាមិនឆ្ងាយពីគ្នាទេបែរដីបែរជាខ្ទង់4-10 គីឡូទេពុកម៉ែបងប្អូន4-10 គីឡូពីគ្នាអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបញ្ចប់ការងារយើងហើយក៏យើងឆ្លៀតមកបើយើងមិនឆ្លៀតទេមិនបានស្គាល់កន្លែងស្អាតទេពុកម៉ែបងប្អូននោះផ្ទះលំហែសម្រាប់ឲ្យពុកម៉ែបងប្អូនយើងគាត់មកលេងកំសាន្តអញ្ចឹងទៅគាត់សម្រាកអញ្ចឹងណាពុកម៉ែបងប្អូនតោះចូលមើលខាងក្នុងអស់គ្នាការរៀបចំរបស់គាត់មើលនេះខ្ញុំចូលមកចាប់អារម្មណ៍ជាងគេនៅផ្ទះនោះពុកម៉ែបងប្អូនផ្ទះនោះលយមែនតើចាប់អារម្មណ៍ជាងគេហ្មងផ្ទះនោះស្អាតទេពុកម៉ែបងប្អូនស្អាតទេអត់ដឹងថាមកយកប៉ុន្មានទេនេះអត់បានសួរអ្នកនៅខាងមុខហើយមុននឹងយើងចូលមកពុកម៉ែបងប្អូនយើងត្រូវទិញសបុតចំណាយទឹកប្រាក់អស់ចំនួន 5,000 រៀលហើយយើងចំណាយទឹកប្រាក់ 5,000 រៀលដើម្បីទិញសបុតហ្នឹងមិនមែនអត់ប្រយោជន៍ទេណាពុកម៉ែបងប្អូនយើងអាចបដូរជាភេទជាអ្វីមួយនៅស្តង់នៅខាងមុខពុកម៉ែបងប្អូនស្តង់នៅខាងមុខអញ្ចឹងបានន័យថាបើនិយាយទៅធៀបដូចយើងធម្មតាតែយើងចូលមកយើងតែងតែរកភេទជាអីដើម្បីទិញយកមកផឹកដើម្បីកុំឲ្យដើរទៅថាយើងដើរទៅវាខ្សោះញើសខ្សោះអីចឹងណាបងប្អូនតែមួយយ៉ាងហ្នឹងតាយើងទិញសបុតដល់ 5,000 យើងបានភេទជាហើយនេះខ្ញុំកំងតែក្រូចឆ្មាអែមណាយប់ឡើងគេបើកភ្លើងយប់ឡើងនេះទុកគេអត់តមានអ្នកមានអ្នកកក់ហើយនៅខាងក្រោមសម្រស់ក៏កាន់ស្អាតជាងនឹងទៀតពុកម៉ែបងប្អូនហើយនោះតង់សម្រាប់ជួលដាក់ឲ្យពុកម៉ែបងប្អូនយើងគាត់មកលេងកំសាន្តអញ្ចឹងណាលក្ខណៈឈៀលគ្រួសារគូសង្សារអីចឹងណាក្រុមគ្រួសារអីចឹងណាទូផ្នែកធំអីចឹងណាដូចជាមួយតង់ហ្មងដូចជា5-10 រៀលទេពុកម៉ែបងប្អូនអត់ចូលមកនោះអត់បានសួរអ្នកនៅខាងមុខចូលមកនឹងតែជាទូទៅតង់មួយគឺ$15ជាទូទៅហើយកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេនេះកន្លែងនេះតាមួយឡើងស្ងៀមបងប្អូនឡើងស្ងៀមដោយសារតែវាកិតអាធៀងនេះកិតអាធៀងដូចធៀងដូងនេះធៀងអីគេបងប្អូនទាញមើលខ្ញុំអត់ដឹងអ្នកធៀងនេះ
ដល់ពេលយើងជីទៅកកិតទៅវាស្ងៀមស្ងៀមហានិយាយរួមទៅឲ្យតែបានឃើញតំបន់ព្រៃភ្នំគឺថាក្តីសុខមែនតើពុកម៉ែបងប្អូនក្តីសុខមែនតើហើយខាងនោះពុកម៉ែបងប្អូនយើងគាត់មកបោះតង់លេងអញ្ចឹងណាបោះតង់លេងកំសាន្តគេហៅថា trip ណាពុកម៉ែបងប្អូនគេហៅ trip អាកាសាភ្នំត្បែងហូ